បងចង់ឲ្យធ្វើហាងកាហ្វេវាបែបហូមជាផ្ទះយករបស់ចាស់ចាស់ឬរបស់អីផ្សេងយកមកមិចចូលគ្នាបើសម្រាប់ញៀវគាត់ចូលមកគាត់មានអារម្មណ៍ថាអីចូលមកក្នុងតែវេលាតែមកអង្គុយញ៉ាំកាហ្វេតាមតូបដល់ពេលអញ្ចឹងទៅវាអាចប្លែកខុសគេបងឈ្មោះមករាឥឡូវហ្នឹងគឺជាម្ចាស់អាជីវកម្ម50សេនកាហ្វេបើសិនជានិយាយទៅអត់ប្រហែល3ខែនេះទៅមកចូលក្បាលខែទី3អញ្ចឹងបើគាត់ទៅវាបានទុំ2ខែកន្លះបើនិយាយពីកំណត់ការដែលគាត់បើឲ្យនិយាយថាបានមកពីណាក៏វាមិនមែនទេវាចេះតែការគាត់ឃើញមកបងណាយករបស់ចាស់ចាស់ឬរបស់អីផ្សេងយកមកមិចចូលគ្នាបងយកមកមិចចូលគ្នាអញ្ចឹងទៅរបស់ខ្លះវាសល់នឹងវាចំនួនតាមអាបងដល់ពេលកំណត់ខ្លះទៀតយើងក៏ឃើញខាងបែករកខាងអីខ្លះអញ្ចឹងណាដល់អញ្ចឹងយើងគិតថាចែកឆ្នៃនៅអ្វីដែលខ្មែរយើងអាចធ្វើបានដែរដូចជាសង្កសីចាស់ចាស់ឬអីអញ្ចឹងទៅបងក៏យកមកសាក់ប្រាំវាមើលប៉ុន្តែដល់ពេលចេញមកផឹកទៅគេមានការគ្រប់គ្រងច្រើនគេចូលចិត្តគេគិតថាជាវាប្លែកពីហាងកាហ្វេទូទៅបើនិយាយពីបញ្ហាគំនិតជំរុញតាមពិតទៅបងរស់ស៊ីទាំងបងនៅក្មេងបងធ្លាប់ហៅថាកាហ្វេតែគុជណាតាំងពីឆ្នាំ2004ម៉េះដល់ពេលអញ្ចឹងទៅបងក៏ចាប់ផ្ដើមធ្វើវារឿយរហូតមកហើយប៉ុន្តែគាត់ថាបែបចំនួនហ្នឹងគេអត់ពេញនិយមកាហ្វេត្រូវទេបាទគេគាត់ញ៉ាំតែគុជធម្មតាបន្ទាប់មកទៅក៏បងបើកអានឹងរឿយរហូតដល់ឆ្នាំ2012បងក៏សម្រាប់ពីអាហ្នឹងបងបើកជា style បែប movie វិញជាបែប private movie វិញបន្ទាប់មកហើយមកជួបជាមួយនឹងបញ្ហាសេដ្ឋកិច្ច COVID បងក៏បិទមួយរយៈហើយបានចាប់ផ្ដើមបើកវិញម្ដងទៀតក្នុងឆ្នាំ2026បាទលើ50សេនកាហ្វេសម្រាប់បងចង់ឲ្យបែបតែអ្នកខ្លះគេគាត់ថាចាហាងកាហ្វេវាត្រូវហាងកាហ្វេមែនទេប៉ុន្តែបងចង់ឲ្យធ្វើហាងកាហ្វេវាបែបហូមជាផ្ទះប៉ុន្តែនៅខាងមុខយើងអាចមានបែបជាសួនឬក៏ជាតូបកាហ្វេតូចមួយសម្រាប់ទទួលមិត្តភ័ក្តិឬក៏បងប្អូនមកលេងអញ្ចឹងណាដល់ពេលអញ្ចឹងកំណត់អស់ហ្នឹងវាបែកទៅជាបែបចុះបើសិនជាយើងបើកសម្រាប់ញៀវគាត់ចូលមកគាត់មានអារម្មណ៍ថាអីចូលមកក្នុងតែវេលាតែមកអង្គុយញ៉ាំកាហ្វេតាមតូបដល់ពេលអញ្ចឹងទៅវាអាចប្លែកខុសគេហើយចេនក្មេងសម័យឥឡូវនេះក៏វាច្រើនប៉ុន្តែវ័យកដាលវ័យក្រោមបងបន្តិចឬក៏លើបងបន្តិចក៏មានដែរប៉ុន្តែគាត់ថាពួកគាត់មកវ័យខុសគ្នាអញ្ចឹងណាបាទពាក្យច្រើនអាចនឹងបែបស្គាល់តគ្នាបើសិនជាឲ្យជួបពីបញ្ហាវាត្រូវតែមានតែទី1យើងខ្លាចប៉ះពាល់សម្លេងរំខានពីអ្នកជិតខាងព្រោះដោយសារចេនបែបស៊ីក្មេងៗឥឡូវគាត់លេងគាត់សប្បាយអញ្ចឹងណាគាត់មកញ៉ាំកាហ្វេគាត់ញ៉ាំត្រៀងអញ្ចឹងទៅគាត់មានលេងហ្គេមនេះអីអញ្ចឹងទៅវាអាចបែបលឺសម្លេងខ្លះដែលពួកគាត់ស្រែកហួរអញ្ចឹងវាអាចរំខានអ្នកជិតខាងអញ្ចឹងទៅគេអាចប៉ះពាល់គេអញ្ចឹងទៅហើយនឹងបញ្ហាមួយទៀតជាមួយនឹងបើសិនជាឲ្យប៉ះពាល់បញ្ហាសេដ្ឋកិច្ចមួយទៀតគឺរបស់វាឡើងថ្លៃដល់ពេលអញ្ចឹងទៅយើងអាចឡើងថ្លៃបានទេអញ្ចឹងថ្លៃវានៅដែរអញ្ចឹងកម្រៃនៃការបានមកវាខុសពីប្រកបដីអញ្ចឹងណាថ្ងៃខាងមុខទៀតបងចង់អាប់ដេតឲ្យធំទូលាយជាងហ្នឹងមួយទៀតគឺបែបទាំងត្រៀងទាំងអីហ្នឹងគឺបងចង់អាប់ដេតបែប menu ថ្មីច្នៃប្រឌិតថ្មីសម្រាប់ឲ្យពួកគាត់មកហាងមួយគាត់ចង់បាន menu creative សឹងគ្រប់គ្នាដល់ពេលអញ្ចឹងទៅអ្វីដែលបងគិតថាចេះអូខេហាងមួយនេះ50សេនមួយនេះបងអត់ដឹងថាអាចឆ្នាំក្រោយឬក៏មិនទេព្រោះឥឡូវវាថ្មីពេកអញ្ចឹងវាមានការអាប់ដេតកែប្រែអាចធំទូលាយជាងនឹងបន្តទៀតប៉ុន្តែនៅក្នុងបែបទៅមិនអត់ទាន់បានប្រាប់ពីអរគុណអតិថិជនទាំងអស់ដែលគាត់គ្រប់គ្រងហាងបងទាំងដែលបងបែបអត់ដឹងខ្លួនថាគេគ្រប់គ្រងចឹងទេអញ្ចឹងអរគុណដល់ភ្ញៀវទាំងអស់ដែលគាត់ចូលចិត្ត50សេនហើយផ្ដាំផ្ញើពួកគាត់បែបជួយមក support 50សេនផងម្លេងពូផង